មានគ្នាយើងច្រើនមែនតើដែលសួរខ្ញុំថាតើ DaVinci Resolve អាចធ្វើ motion graphic បានអត់នៅក្នុង Fusion Page ដូចបែបនេះចឹងខ្ញុំបញ្ជាក់បន្តិចអានេះ project របស់ខាងឡាវទេមិនមែនអក្សរថៃទេអ្នកគ្នាចឹងចម្លើយខ្លីៗពីខ្ញុំ 100% គឺបានប៉ុន្តែវាអាស្រ័យទៅលើ creative របស់អ្នកគ្នាដែរចឹងអានេះខ្ញុំនឹងមកបង្ហាញអ្នកគ្នាអំពីរបៀបនៃការយក file Photoshop ដែលអ្នកគ្នាធ្វើការ design ហើយដើម្បីយកមកធ្វើ motion នៅក្នុង Fusion Page ចឹងចំណុចទី1អ្នកគ្នាចូលមក edit page របស់យើងហើយបង្កើត timeline មួយដែលមាន resolution ដូចទៅនឹងຂະຫນាតដែលអ្នកគ្នាធ្វើនៅក្នុង Photoshop បន្តមកទៀតអ្នកគ្នាចូលមកកន្លែងពាក្យថា effect ហើយយើងទាញជាមួយនឹង Fusion composition មួយចូលមកក្នុង timeline របស់យើងមកហើយអ្នកគ្នាចូលមកកាន់ Fusion របស់យើងវិញអញ្ចឹង media out នេះគឺតំណាងឲ្យ Fusion composition ដែលយើងបានបង្កើតមកនេះអញ្ចឹងអ្វីដែលយើងធ្វើនៅក្នុង Fusion នេះនៅពេលអ្នកគ្នាទាញវាចូលមក media out ហ្នឹងគឺវានឹងនាំមកកាន់ edit page របស់យើងនេះដូចគ្នាតោះអញ្ចឹងខ្ញុំបង្ហាញអំពីរបៀបនៃការ import ទៅលើ file PSD របស់យើងដោយអ្នកគ្នាចូលមកកាន់ Fusionតមកទៀតអូសមកខាងក្រោមយកពាក្យថា import ហើយអ្នកគ្នានឹងឃើញពាក្យថា PSD អ្នកគ្នាចុចកន្លែងពាក្យ PSD បន្តមកទៀតអ្នកគ្នាអាចធ្វើការរើស file ដែលអ្នកគ្នាបានធ្វើការ design ហើយដើម្បីយកទៅធ្វើ motion ហ្នឹងអញ្ចឹងយើង select file ហ្នឹងមកហើយអ្នកគ្នាចុចពាក្យថា open ពេលនេះ file Photoshop បានចូលមកកាន់ Fusion របស់យើងហើយនេះគឺជា layer ដែលអ្នកគ្នាបានរៀបចំនៅក្នុង Photoshop នៅក្នុង DaVinci Fusion គេហៅវាថា nodeអញ្ចឹងរាល់ node របស់យើងទាំងអស់នៅក្នុង Fusion គឺវានឹងចងមកជាមួយនឹង multi merge ដើម្បីឲ្យយើងងាយស្រួលនៅក្នុងការ preview ទៅលើការងាររបស់យើងអញ្ចឹងអ្នកគ្នាទាញជាមួយនឹង media out ដែលយើងបានបង្កើតមិញហ្នឹងហើយបន្តមកទៀតអ្នកគ្នាទាញ output នៃ multi merge ដែលនៅចុងក្រោយគេហ្នឹងមកហើយទាញវាទៅដាក់នៅក្នុង media out របស់យើងបន្តមកទៀតអ្នកគ្នានឹងឃើញវា preview នៅកន្លែង viewer របស់យើងនេះហើយមកដល់កន្លែងនេះក្នុងករណីដែលគ្នាចង់ preview ទៅលើ layer node របស់យើងនេះមួយអ្នកគ្នាគ្រាន់តែ select នៅលើវាប្រសិនបើគ្នាចង់ view វានៅខាងស្ដាំសូមចុចលេខ2បើសិនគ្នាចង់ view វាខាងឆ្វេងយើងសូមចុចលេខ1អញ្ចឹងនៅក្នុង DaVinci គេបានដាក់ viewer ឲ្យយើង2មានឆ្វេងហើយនិងស្ដាំដើម្បីឲ្យយើងងាយស្រួលក្នុងការគ្រប់គ្រង node របស់យើងបានយ៉ាងងាយស្រួលអញ្ចឹងកន្លែងនេះនៅ media out ខ្ញុំនឹងចុចលេខ2ដើម្បី view មើល final output របស់យើងបន្តមកទៀត viewer ខាងឆ្វេងនេះគឺខ្ញុំនឹង view ជាមួយនឹង node របស់យើងមួយដើម្បីយើងងាយស្រួលក្នុងការធ្វើ animation អញ្ចឹងនៅក្នុងករណីដែលគ្នាចង់លេង keyframe ដើម្បីធ្វើចលនានៅលើ node មួយណាគ្នាចូលមកកន្លែង normal នេះគឺជា multi merge វាប្រៀបដូចទៅនឹង composition នៅក្នុង After Effects ដែរឬក៏អ្នកគ្នាអាចហៅវាថាជា group ក៏បានដែរពេលអ្នកគ្នា select នៅលើវាចូលមកកន្លែង inspector អ្នកគ្នានឹងឃើញកន្លែងដែលយើងអាចធ្វើចលនាឲ្យវាបានឃើញទេអញ្ចឹងក្នុងករណីដែលយើងចង់ឲ្យឡានរបស់យើងធ្លាក់មកពីលើវាអុកអ្នកគ្នាអាចធ្វើការ copy ឡានរបស់យើងនេះជា2បានដោយយើងគ្រាន់តែ Ctrl C ហើយ Ctrl V វានឹងចងជាមួយនឹង merge ធម្មតាឲ្យយើងមួយអញ្ចឹងខ្ញុំបញ្ជាក់ពណ៌នៅកន្លែង merge នេះបន្តិចពណ៌លឿងគឺមានន័យថា background ហើយពណ៌ខៀវគឺមានន័យថា foreground បើនិយាយឲ្យស្រួលយល់ពណ៌លឿងគឺវានៅ layer ខាងក្រោមហើយពណ៌ខៀវគឺវានៅ layer ខាងលើអញ្ចឹងយើងទាញវាមកចេះមកដើម្បីកុំឲ្យវាច្រឡំគ្នាបន្តមកទៀតពណ៌ខៀវនេះគឺតំណាងឲ្យម៉ាស់ក្នុងករណីដែលគ្នាចង់ម៉ាស់ទៅលើឡានរបស់យើងពីរហ្នឹងដោយមានមួយលើមួយក្រោមដើម្បីយើងងាយស្រួលក្នុងការធ្វើចលនានៅពេលដែលវាធ្លាក់មកឲ្យឡានរបស់យើងវាអុកអញ្ចឹងអ្នកគ្នាចូលមក polygon បន្តមកទៀតអ្នកគ្នាអាចទាញវាចូលមកម៉ាស់នៃឡានរបស់យើងបានអញ្ចឹងបន្តមកទៀតអ្នកគ្នាអាចធ្វើការម៉ាស់ឡានរបស់អ្នកគ្នាជា2មកដោយមានខាងលើមួយហើយនិងខាងក្រោមមួយនៅពេលដែលគ្នាឲ្យវាធ្លាក់មកគឺយើងនឹងឲ្យខាងលើវាអុកមកបែបនេះអញ្ចឹងនេះគ្រាន់តែជា trick ខ្លីៗប៉ុណ្ណោះនៅក្នុង Fusion បើសិនអ្នកគ្នាចង់ដឹងអីបន្ថែមអំពី DaVinci Resolve សូម comment វីដេអូខាងក្រោមជួបគ្នានៅវីដេអូក្រោយ